តោះថ្ងៃនេះយើងមកចូលរៀន tool មួយទៀតឈ្មោះថា Let's ហ្នឹងវាមានតួនាទីturn 2D line into 3D object Let's ហ្នឹងបើយើងជាជាងឆ្លាក់ជាងកណូអីចឹងយើងធ្លាប់ឃើញជាងគេធ្លាប់កលឹងមែនទេគេកលឹងកូនកលឹងណាហ្នឹងកូនតុកកូនអីចឹងណាកលឹងមូលចឹងណាឬក៏កូនអុកកូនអីណាគេកលឹងចឹងទៅអាហ្នឹងឯងគេហៅថា LED machine ចឹងនៅក្នុង YouTube នៅក្នុង YouTube នៅក្នុងNomadscope នេះគឺវាមាន tool មួយឈ្មោះថា LED យើងឃើញ vertical tool បាទយើងនៅខាងក្រោមនេះដែលខ្ញុំ point កន្លែងនេះឃើញ LED អញ្ចឹងវាមានតួនាទីកលឹង object របស់យើងមានតែ return ពី 2D line ដូចឃើញ 2D line ដែលយើងគូរនេះទៅជា 3D object តែម្ដងដោយ base ទៅលើ axis របស់យើងមួយនេះណា base ទៅលើ axis មួយនេះវាពវល់អញ្ចឹងទៅ enable ឬក៏ disable វា auto ពវល់ហើយពីព្រោះវាជា system computer ណានៅក្នុងហ្នឹងគាត់ឲ្យខ្ញុំបង្ហាញទេថា axis របស់វានៅកន្លែងហ្នឹងហើយដល់ពេលយើងចង់ hide ឬក៏ show នៅកន្លែងនៅហ្នឹងឯងណាយើងចង់ show dot ហ្នឹងណាហ្នឹងឯងប៉ុន្តែនៅក្នុងនេះខ្ញុំនឹងបង្ហាញភាពងាយស្រួលធ្វើនៅក្នុងហ្នឹងអញ្ចឹងខ្ញុំមុនធ្វើដល់ហ្នឹងខ្ញុំសូមលុបវាចោលហើយខ្ញុំនឹងគូថ្មីអញ្ចឹងតែគូថ្មីទៅវាអាចយើងអាចនិយាយថាវាស្តៀងខ្លះអត់ខ្លះអីចឹងណានៅក្នុងគូដោយដៃព្រោះយើងអត់បានយកกระดาษរូបភាពយកមកជា reference ទេអញ្ចឹងនៅក្នុងនេះខ្ញុំគូខ្ញុំគិតថាខ្ញុំយក LED ហ្នឹងយកមកគូមើលណានៅក្នុងហ្នឹងអញ្ចឹងឧទាហរណ៍ថាយើងចង់គូអីគេនៅយើងអីចឹងមកតាមចិត្តដែលយើងចង់បានណាយើងមិនអីចឹងទៅហើយអញ្ចឹងណាហើយបើសិនយើងចង់រួចវាចូលទៅរួចទៅក្លឹបហ្នឹងអញ្ចឹងអ្វីដែលយើងនៅសល់គឺយើង edit វាយើងរុញវាឡើងលើចុះក្រោមហើយទៅតាមហ្នឹងទៀតទៅនៅក្នុងហ្នឹងណាឥឡូវនេះខ្ញុំសាកល្បង edit វាណាបើសិនជាយើងចង់ធ្វើវាបានស្អាតទៅមានពេលវេលាច្រើនយើងអាចធ្វើទៅប៉ុន្តែនេះដែលហៅថាជាមេរៀនខ្ញុំគ្រាន់តែ demo តិចតិចដើម្បីឲ្យយើងយល់វាតែប៉ុណ្្នឹងទេថាតើវាមានតួនាទីធ្វើអីគេនៅក្នុងបប front នេះខ្ញុំ lock វាខ្ញុំស្រួលណាខ្ញុំ lock វាហើយយើងអាចនឹងធ្វើអីចឹងទៅក្លិកតម្លាក់អីតាមចិត្តដែលយើងចង់បានណាយើងមានបើយើងចង់ធ្វើជុំយើងគ្រាន់តែធ្វើដតហ្នឹងឲ្យវាជាពណ៌ខ្មៅចឹងមកយើងអាចបានជុំហ្នឹងហើយតម្រង់របស់វានេះយើងអាចហុញវាឡើងទៅលើទៅតាមចិត្តដែលយើងចង់បានទេចឹងវាស៊ីពេលណាពីព្រោះយើងអត់មាន reference image អីយកមកធ្វើទេអាណាលុបចោលខ្លះលុបទៅណា simplify វាចោលខ្លះទៅនៅក្នុងនឹងហើយយើងចង់វាធំតិចទៀតទៅបានហើយយើងប្រើដតគីដល់កន្លែងហ្នឹងវាអាចនឹងស៊ីពេលណានៅក្នុងហ្នឹងអញ្ចឹងខ្ញុំអត់ចង់ឲ្យវាស៊ីពេលច្រើនទេខ្ញុំបញ្ចប់រៀនថាប៉ុណ្ណឹងកុំឲ្យវាវីដេអូហ្នឹងវាវែងណានៅក្នុងហ្នឹងលើអៀងមកអៀងសិនទៅណានៅក្នុងហ្នឹងហើយអ្នកណាចង់ធ្វើយ៉ាងម៉េច reference image របស់ខ្លួនឯងធ្វើទៅខ្ញុំគ្រាន់តែបង្ហាញ tool ថាតើLED ហ្នឹងវាប្រើប្រាស់របៀបម៉េចណានៅក្នុងហ្នឹងគឺឲ្យទូតិចឲ្យវាស្វែលតិចណាអូខេហ្នឹងហើយឥឡូវយើងបានរៀនអញ្ចឹងអានេះខ្មោចវានេះទេយើងអាចធ្វើយើងឲ្យនេះតិចវាមានភាពល្អអាចតិចណាទោះបីជាយើង demo អីមែនប៉ុន្តែយើងធ្វើឲ្យវាល្អតិចទៅ
anh ấy bây giờ chọn thuê cái lịch cái lệ to thì tới bỏ chơi thì về CP rồi nếu như mình trong chọn KP là trong việc phần này nè nên người nào trong thuê là o trên một tiết thuê thì trong một đo trầm ní cái dương nhưng thuê dương mờ đó đi trong ban đi chấm trong đó lọt để tránh rồi dương mà mờ tới tụi mình bỏ việc mình ai dương trong ban và hòn ban tan ấy nó chưa riêng bỏ dương tiền trong hai thì tăng là cả hòn ấy thường một tiết đó là được khởi động bởi chân là chỉ dương trong thừa tán dương thừa bật chip mình thay dương vô đọc bảo hiểm nếu bật đọc system ở đó vì cần lần chip ở trong là phải háo cứ dương thừa xây tiền đấy trong một hàng thừa tiền ở tí ho thay bởi dương trong và hao người ta cũng có mọi thay mình bật hàng nhé ở tí thay lấy phim trong thừa bị bà hao trong xa là con duplicate này mùi máu giống clone là đằng mùi chân hay trong cho kia mà trẻ làm bây giờ thuộc cả demo mà ở kia khổ chẳng đó tầm nó cứ dưỡng mờ bộ sân là chỉ dương trong thưa bia và hồng thưa đôi chỉ hết á thưa đôi ờ, tao cứ có và đạp đạp lại chưa ấy chẳng á nhắc lại đi tàn này phải nhé được rồi nhé lần này tàn này chắc bộ sân là chỉ dương trong thưa và hồng vì miền cái lại bây giờ thưa rồi nhỉ cái này mờ có bao giờ lắm á dươngបើសិនណាយើងរុញដល់កន្លែងនេះវាចិត្តតែម្ដងប៉ុន្តែឧទាហរណ៍ទៅយើងធ្វើថានេះវាចិត្តដូចគ្នាដែរប៉ុន្តែបើសិនណាយើងចង់ឲ្យគេយើងមាន tool របស់យើងខាងលើនេះមាន cap នេះកម៉ូពីនេះអញ្ចឹងបើសិនណាយើងដាក់ខាងលើបើខាងលើយើងចុចខាងលើទៅឃើញវាបើខាងលើហ្នឹងហើយប៉ុន្តែវាធ្លីទាំងអស់ប៉ុន្តែយើងចង់ចង់បិទក្រវិញទៅយើងបិទតែខាងក្រមកវាបិទឲ្យយើងហើយយើងចង់បើខាងលើមកខាងលើតោះនេះហ្នឹងហើយបន្តមកទៀតមកយើងថានេះខ្ញុំចង់ធ្វើ hole វាណានៅក្នុងនេះ hole ផ្លុកណាហូលមកពេញតែម្ដងនៅក្នុងនេះធ្លីពីលើដល់ក្របាទហូលហ្នឹងហូលប៉ុន្តែជាទូទៅខ្ញុំមិនសូវជាធ្វើតាមហ្នឹងទេបើយើងចង់ដឹងថាកម្រាស់អាហ្នឹងវាចេញមិននោះគឺយើងអាចមកសាឡបងបន្ថយ intensity ទៅឃើញតម្រង់របស់វារត់ទេនេះស្នាមវានឹងមកអញ្ចឹងទៅប៉ុន្តែជាទូទៅដូចជាមិនសូវជាប្រើប្រាស់អាហ្នឹងទេគឺយើងអាចមានទម្រង់មួយទៀតគឺយើងអាចដោះហូលនេះចេញគឺយើងអាចនិយាយថាយើងចង់យកទៅប្រហែលសង់ទីម៉ែត្រចុះក្រោមទេនៅក្នុងហ្នឹងណាអញ្ចឹងយើងអាចគូរវាបាននៅក្នុងនេះយើងអាចមានហើយយើងវិញប៉ុណ្ណេះហើយអញ្ចឹងប៉ុណ្ណឹងអញ្ចឹងនេះឃើញវាហូលធំហ្នឹងហើយបើយើងកុំឲ្យនេះវាមុតស្រួលអញ្ចឹងយើងអាចថែមសាច់វាបន្តិចមកវាបានអញ្ចឹងឬមួយគេថាអីឲ្យវាស្មើចេះស្មើអញ្ចឹងទៅតាមចិត្តដែលយើងចង់បាននេះចង់ធ្លីដល់ក្រោមទៀតវាធ្លីមកតាមជម្រៅរបស់យើងចង់បាននេះនៅក្នុងហ្នឹងអូខេអាហ្នឹងគឺហូលរបស់យើងគឺយើងធ្វើដូចហ្នឹងឥឡូវនេះខ្ញុំមូវាចេញពីកន្លែងហ្នឹងហើយយើងមកមើលទៅនេះវិញនៅក្នុងកន្លែងនេះយើងបកវិញគឺយើងមកមើលអ្វីដែលយើងចង់បាននៅក្នុងនេះគឺយើងអាចប្រើប្រាស់នេះx y របស់យើងនេះនៅក្នុងនេះ smooth យើងចង់ធ្វើជ្រុងណាឧទាហរណ៍ថាឥឡូវយើងចង់បានប៉ុន្មានជ្រុងខ្ញុំប្រើ constant ឬមកគេយកមកដោះនៅកន្លែងនេះក៏ស្រួលដែរនៅក្នុងនេះបើសិនណាជាយើងចង់ធ្វើវាប្រហែលជ្រុងឃើញរត់ទេនៅក្នុងជ្រុងណាx របស់វារត់ណាយើងចង់បាន8ជ្រុងឬក៏7ជ្រុងនេះយើងឃើញបាន7ជ្រុងយើងរុញចេញមក7ជ្រុងតែម្ដងបើចង់បាន8ជ្រុងយើងបាន8ជ្រុងហើយណានៅក្នុងហ្នឹងហើយកន្លែងនេះយើងចង់ smooth ឬមិន smooth នោះគឺយើងអាចមក y division របស់វាយើងអាច increase វាឡើងជាងមកវា smooth ទៅតាមហ្នឹងហើយតើនេះហ្នឹងហើយអញ្ចឹងយើងខ្ញុំបង្ហាញប៉ុណ្ណឹងតកតងជាមួយហ្នឹងតកតងទៅនឹងការធ្វើ lets ណានៅក្នុងហ្នឹងអញ្ចឹងមានអីឆ្ងល់អាចmessage មកសួរបន្ថែមហើយនៅក្នុងហ្នឹងហើយយើងអាចគូបាច់គូអីនៅក្នុងហ្នឹងតទៀតបានណាអញ្ចឹងសម្រាប់ឥឡូវគឺប៉ុណ្ណឹងចាស់ណាអូខេបាទ